កុំជាយាមនៃការវាយទម្លាក់បាទមិនណាម្នាក់បាទឃើញកំហុសឆ្គងនិយាយដោយក្រមសីលធម៌និយាយដោយយ៉ាងថាបើកចំហទៅបាទឯងគួរធ្វើយ៉ាងម៉េចអីយ៉ាងម៉េចបន្តហើយបងប្អូនកីឡាករគាត់ខិតខំបង្ហាត់បន្ថែមទៀតបាទព្រោះថាយើងមិនមានប៉ុណ្ណឹងយើងអាចនៅទៅមុខយើងអាចល្បីជាងហ្នឹងហើយក៏យើងអាចអន់ជាងហ្នឹងដែរបើស្មារតីយើងមិនប្រាប់បាទបាទព្រោះដូចគេស្រាវមកមានន័យថាអត់ធំទេប៉ុន្តែខ្ញុំគិតថាអាចនឹងផ្ដល់ភាពកក់ក្ដៅទៅដល់បងប្អូនមួយចំណែកបាទនៅក្នុងខ្សែគុណខ្មែរពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពន់សុខភាព V-Hope ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព V-Herb ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេច Media អ្នកឯកទេសថតរូបនិងថតវីដេអូអាពេច Media ច្នៃប្រឌិតគ្មានដែនកំណត់បាទសូមជម្រាបសួរដល់ប្រិមត្តនិកជនអ្នកគ្រប់គ្រងនៅក្នុងកម្មវិធីពលិកម្មគុណខ្មែរហើយយើងថ្ងៃនេះផ្លែបន្តិចមានវាគ្មិនរហូតដល់2នាក់បាទហើយជាមុននឹងចាប់ផ្ដើមសំណួរសូមជម្រាបសួរដល់បងវុធាហើយនិងបងស្រីបងនេះណាហៅបងនេះណាបងចានេះបងបាទដែលជាថ្នាក់ដឹកនាំក្លឹបថ្មីស្រឡាងតែម្ដងនៅក្នុងស្រុកគៀនស្វាយខេត្តកណ្ដាលគឺក្លឹបនគររាជគុណខ្មែរបាទបងប្អូនទស្សនិកជនប្រហែលជាធ្លាប់ដឹងលោក MC វុធានៅលើស្ថានីយទូទស្សន៍ភាគច្រើនកម្មវិធីប៉ុស្តិ៍ស្ថានីយ៍ប៉ុស្តិ៍ថោនហើយឥឡូវស្រាប់តែងាកមកបង្កើតក្លឹបបណ្ដោះបណ្ដាលសិស្សបណ្ដោះបណ្ដាលកីឡាករគុណខ្មែរវិញម្ដងបងអាចបង្ហើបបន្តិចបានទេថារៀបចំរយៈពេលប្រហែលហើយដែលយើងចេញជារូបរាងប៉ុណ្នេះតើតិនទៅនឹងការសាងសង់ក្លឹបបានរូបរាងមកប៉ុណ្នេះយើងចំណាយពេលអស់រយៈពេល1ខែកន្លះមកបាទ1ខែកន្លះយើងបានចេញជារូបរាងបានប៉ុណ្ណេះបាទតាំងពីថ្ងៃដែលយើងក្រុងពូលីបាទចាប់ផ្ដើមនៃការសាងសង់មករហូតដល់ពេលលឿនមែនតើយើងមើលឃើញធ្វើផ្សារខាងក្រោយទីតាំងនេះស្ថិតនៅភូមិអីបងបាទបងនៅភូមិជាទៀលឃុំជាទៀលស្រុកគៀនស្វាយខេត្តកណ្ដាលអញ្ចឹងយើងមិនឆ្ងាយពីភ្នំពេញបានដែរនេះបាទចម្ងាយពីភ្នំពេញមកដូចជាជាង30គីឡូបាទបងខ្ញុំមានសំណួរដល់បងស្រីបន្តិចបងនេះធ្លាប់មាន friend នៅក្នុង Facebook ជាមួយគ្នាដែរប៉ុន្តែចេះឥឡូវនេះនៅពេលដែលឥឡូវមានភារកិច្ចនៅក្នុងការគ្រប់គ្រងក្លឹបអីអញ្ចឹងហើយតទៅនឹងការបណ្ដោះបណ្ដាលគុណខ្មែរបងបានមើលឃើញបទពិសោធន៍អ្នកផ្សេងគេធ្វើមែនទេចាត្រៀមខ្លួនយ៉ាងម៉េចដែរសម្រាប់ការងារនេះមើលតែបងទី1ត្រៀមខ្លួនសម្រាប់ពីនៃទៅលើសិស្សបងអូត្រៀមខ្លួនចូលមកត្រៀមខ្លួនពីនៃចូលមកចាពីនៃទៅលើសិស្សមកអូខេចាមានឲ្យត្រៀមអីទៀតបងទី2ត្រៀមទៅលើការហូបចុករបស់គាត់បងចាការហូបចុកប្រចាំខែហ្នឹងយើងនិយាយរួមត្រៀមចិត្តត្រៀមកាយហើយបងចាដឹងតែចំណាយហើយចាដឹងតែចំណាយហើយមុននឹងបានផលមកវិញមែនទេបងចាឥឡូវនេះកម្រងយើងចាប់ផ្ដើមប្រហែលជាពេលណាហើយបើមែនតើប្រហែលជាទទួលសិស្សប្រហែលអ្នកដែលមកសិក្សានៅក្លឹបនគររាជនេះបងបាទតាក់ទិនទៅនឹងក្លឹបនេះយើងអាចឥឡូវដល់ខែ6ដំណើរការអាចនៅចន្លោះក្នុងខែ8បងអាចនៅ2ខែខាងមុខគឺសិស្សគាត់អាចចូលវឹកហាត់បានដែរបាទជាក់ស្ដែងគឺឥឡូវនេះយើងបានដូចជា 60% បាទនៅសល់ 40% ទៀតតាក់ទិនការសម្អាតឧបករណ៍នៃការវឹកហាត់អីចឹងដាក់ចូលអញ្ចឹងមានថាអរិយាពេល2ខែអីទៀតយើងហើយអញ្ចឹងខែ8យើងចាប់ដើមឲ្យសិស្សអាចចូលវឹកហាត់បានបាទហើយបើនិយាយតាក់ទិនទៅនឹងការវឹកហាត់របស់ពួកគាត់គាត់ចូលរួមមកអត់អីទេគឺយើងអាចទទួលបានបាទសិស្សតែចន្លោះដែលយើងអាចទទួលនេះដំបូងយើងគិតថាត្រឹមតែ10នាក់ឬក៏10នាក់ជាងអីតិចតួចតែប៉ុណ្ណេះព្រោះដោយសារតែយើងធ្វើនេះគឺមិនមែនជាលក្ខណៈក្លឹបធំហ្មងទេបាទនិយាយទៅគឺយើងបើកទៅតាមលទ្ធភាពបាទដូចបងឃើញទេមានថាតូចល្មមតែសង្ឃឹមថាផ្ដល់ភាពកក់ក្ដៅទៅដល់បងប្អូនដែលជាកីឡាករដែលគាត់ចង់វឹកហាត់ចង់ទៅលោកនៅក្នុងគុណខ្មែរបាទចំណុចនេះយើងចង់ដឹងបន្តិចដែរថាមូលហេតុអីឬក៏មើលឃើញអំពីគុណខ្មែរនឹងយ៉ាងម៉េចដែរដែលផ្ដើមបង្កើតទៅជាក្លឹបនេះបាទផ្ដើមបង្កើតទៅនឹងក្លឹបនេះគឺដំបូងឡើយមានន័យថាដោយសារតែរាល់ថ្ងៃ
ខ្ញុំគោលម្ដងរបស់ខ្ញុំហ្មងគឺថាខ្ញុំនៅក្នុងវិស័យគុនខ្មែរនឹងស្រាប់បាទអញ្ចឹងគឺខ្ញុំរាល់ថ្ងៃយើងជាពិធីករយើងជាអ្នកចាប់គូបាទសម្រាប់ការប្រកួតរបស់កីឡាករបាទប្រចាំអាទិត្យនៅស្ថានីយ៍អញ្ចឹងទៅតែយើងគិតថាប៉ុណ្ណឹងដែលយើងអាចជួយទៅដល់បងប្អូនកីឡាករមួយចំនួនដែលបានប្រកួតបាទឬមួយក៏យើងអាចបញ្ចេញវោហារសារស័ព្ទរបស់យើងមកផ្សព្វផ្សាយអំពីបាទគុនខ្មែររបស់យើងទាំងក្នុងនិងក្រៅអញ្ចឹងទៅតែប៉ុណ្ណឹងខ្ញុំគិតថាវាអត់ទាន់គ្រប់គ្រាន់ដែលយើងជាមនុស្សម្នាក់នៅក្នុងនោះដែរបាទអញ្ចឹងយើងគួរតែធ្វើអីបន្តទៀតរកអីបន្តទៀតដើម្បីឲ្យយើងអាចជួយទៅក្នុងវិស័យហ្នឹងបានបន្ថែមទៀតអញ្ចឹងក៏នឹកឃើញជាមួយនឹងគាត់បាទជាមួយភរិយារបស់ខ្ញុំអញ្ចឹងទៅនឹកឃើញថាយើងអាចបង្កើតជាក្លឹបបដាល់មួយទៅបាទដើម្បីទេយើងអាចបណ្ដុះធនធានក៏ជួយទៅកាន់បាទវិស័យនឹងបន្ថែមបងសុំកាន់ប្រសាសន៍បងបន្តិចពេលនោះបងលើកឡើងមិញថាមានផ្ដើមទៅជែកគ្នាមួយបងស្រីហើយចង់បង្កើតក្លឹបកាលហ្នឹងជែកគ្នាថាម៉េចសុំដឹងកន្លែងហ្នឹងតិចមកគិតជែកគ្នាថាចេះអូនបើសិនណាជាបងនៅក្នុងវិស័យនឹងស្រាប់ហើយបាទតែរាល់ថ្ងៃយើងគិតថាការជួយទៅលើវិស័យមួយនេះយើងអត់ទាន់បានជួយឲ្យពេញដៃពេញជើងបាទអញ្ចឹងបើស្រាប់ជាយើងមានក្លឹបបដាល់មួយយើងអាចបណ្ដុះធនធានបន្ថែមជួយទៅកាន់វិស័យនឹងបន្ថែមទៀតបាទអញ្ចឹងគឺឲ្យជួយទៅកាន់សង្គមរបស់យើងបន្ថែមទៀតល្អអត់បាទអញ្ចឹងគាត់ក៏ដំបងឡើងគាត់ក៏រៀងរារែកដែរព្រោះវិស័យគេគឺយើងអត់បាទនិយាយទៅគឺយើងមិនមែនតែមានធនធានទេយើងអត់រកMC ឬមួយក៏ការងាររាល់ថ្ងៃយើងយកមកសម្រាប់គ្រប់គ្រងគ្រួសារយើងយើងអត់ទាន់អាចបង្រីកនៅអាជីវកម្មរបស់យើងឬក៏បង្រីកនៅមុខរបរឬក៏បង្រីកនៅអ្វីដែលយើងចង់បានបន្ថែមទៀតបានឬក៏ជួយទៅកាន់វិស័យណាមួយបានតែគិតទៅគិតមកគាត់ក៏នឹកឃើញថាអូខេបើសិនណាជាប្តីស្រឡាញ់ហើយគាត់ក៏រាល់ថ្ងៃគាត់ក៏នៅក្នុងវិស័យហ្នឹងគាត់ក៏ចូលចិត្តមើលគាត់ចូលចិត្តទស្សនាអញ្ចឹងទៅគាត់ថាអីបើសិនណាជាបងឯងស្រឡាញ់អីចឹងយើងអាចធ្វើទៅបានតែយើងខ្វះខាតឥឡូវបងនៅផ្ទាល់ខ្ញុំសូមដឹងប្រសាសន៍ពីបងវិញនៅពេលដែលបងប្រុសគាត់លើកឡើងថាអូចង់បង្កើតក្លឹបបង្កើតអីពិភាក្សាមួយបងពេលហ្នឹងមិនដែរអាចសូមបង្ហាញពីអារម្មណ៍ពេលហ្នឹងពិភាក្សាគ្នាអីខ្លះអញ្ចឹងណាចាពីដំបូងពេលដែលគាត់ពិភាក្សាគាត់ថាចង់បើកក្លឹបអីចឹងណាបងពីដំបូងខ្ញុំរៀនដែរដែរដោយសារអីទីមួយយើងអត់មានធនធានទេបងចានិយាយទៅអត់លុយមកចាដល់ពេលចឹងទៅប្តីខ្ញុំគាត់ស្រឡាញ់គាត់ចង់ធ្វើអញ្ចឹងណាចាដល់ពេលទៅគាត់ចេះតែពិភាក្សាមួយខ្ញុំនិយាយទៅពិភាក្សាយូរដែរបងចាដល់ពេលចឹងហើយបងរយៈពេលយូរហ៎មកចេញរូបរាងហើយយូរណាយូរចាពិភាក្សានិយាយគ្នាយូរអញ្ចឹងណាដល់ពេលទៅខ្ញុំក៏អ្នកចូលចិត្តតាមដានវិស័យបដាល់គុនខ្មែរខ្ញុំស្រឡាញ់និយាយទៅខ្ញុំចូលចិត្តបងចាដោយសារបងប្រុសគាត់ជាអ្នកអត្ថាធិប្បាយនៅលើសង្វៀនហើយចាគាត់នៅក្នុងវិស័យនឹងស្រាប់ចាដល់ពេលចឹងទៅក៏ព្រមទៅបងចាព្រមឲ្យប្តីគាត់ធ្វើចឹងណាធ្វើរួមគ្នាបានមកប៉ុណ្ណឹងមកបាទអញ្ចឹងមានន័យថាចាប់ពីថ្ងៃនេះទៅទោះជាមានរឿងអីកើតឡើងក៏ដោយគាត់រួមគ្នាដោះស្រាយបងចាបាទព្រោះដូចគេស្រាវមកមានន័យថាអត់ធំទេប៉ុន្តែខ្ញុំគិតថាអាចនឹងផ្ដល់ភាពកក់ក្ដៅទៅដល់បងប្អូនមួយចំណែកបាទនៅក្នុងវិស័យគុនខ្មែរនេះអញ្ចឹងគឺបើយើងនិយាយអំពីហេតុផលមួយទៀតដែលយើងត្រូវបើកទីមួយយើងចូលរួមទៅដល់វិស័យកីឡាបដាល់របស់យើងដូចខ្ញុំបាននិយាយអញ្ចឹងគឺយើងអាចបណ្ដុះធនធានហ្នឹងដោយសារយើងជានៅក្នុងវិស័យហ្នឹងចំណុចមួយទៀតដែលជាចំណុចគោលរបស់ខ្ញុំមួយទៀតហ្នឹងមានន័យថាខ្ញុំចង់បង្កើតក្លឹបនៅស្រុកកំណើតបាទនេះគឺជាទឹកដីនៅស្រុកកំណើតបាទមានន័យថាជាទឹកដីនៅស្រុកកំណើតអញ្ចឹងគឺពេលដែលនៅក្នុងទឹកដីស្រុកកំណើតហ្នឹងយើងចេញទៅធ្វើការនៅខាងក្រៅបាទនៅភ្នំពេញគឺជាក្រៅស្រុករបស់ខ្ញុំហើយអញ្ចឹងតែដោយវាជាមិនមែនជាទីតាំងនៅស្រុកកំណើតរបស់យើងណាអញ្ចឹងពេលដែលខ្ញុំចេញពីស្រុកកំណើតទៅនេះខ្ញុំបានបន្សល់អីនៅក្នុងទឹកដីស្រុកកំណើតរបស់ខ្ញុំអញ្ចឹងទៅថ្ងៃអនាគតខ្ញុំអាចសល់ក្លឹបបដាល់មួយនៅក្នុងទឹកដីស្រុកកំណើតរបស់ខ្ញុំអាចគៀងគោបងប្អូនមួយចំនួនដែលគាត់គេហៅថាបោះបង់នៃការសិក្សាចោលយើងអត់ជំនួយគាត់បោះបង់ការសិក្សាទេចោលគាត់វាបានពោះប៉ុន្តែបងប្អូនមួយចំនួនតូចហ្នឹងក៏គាត់គេហៅថាគាត់រៀនអត់ចូលគាត់ទៅឧទាហរណ៍ថាគាត់ធ្វើស្រែធ្វើចម្ការបាទយើងមិនអាចទៅអាប់តាក់ធ្វើស្រែធ្វើចម្ការគាត់បានលុយដូចគ្នានេះគឺជាមុខរបរស្វ័យច្បាប់របស់គាត់ហើយប៉ុន្តែគឺយើងចង់ឲ្យគាត់គេហៅថាមានមុខរបរបន្ថែមទៀតក្រៅពីហ្នឹងមានតែចង់បង្កើតនៅមុខរបរជូនទៅដល់បងប្អូនដែលគាត់កំពុងតែស្វែងរកនៅមុខរបរបាទអញ្ចឹងបងប្អូនណាដែលគាត់គិតថាឧទាហរណ៍ឪពុកម្ដាយយើងតែងតែមានណាសង្គមយើងបច្ចុប្បន្នអ្នកដែលដើរខុសផ្លូវអញ្ចឹងទៅបាទទៅខ្សែគប់មិត្តល្អគ្រឿងញៀនអីអញ្ចឹងទៅបាទក្នុងភូមិស្រុករបស់យើងអញ្ចឹងយើងអាចអូសទាញពួកគាត់មកចូល
វិស័យកីឡាមកកាលណាដែលគាត់វក់ជាមួយនឹងកីឡាគាត់អាចផ្ដាច់ជាមួយនឹងគ្រឿងញៀនគាត់អាចចេញអំពីអបាយមុខមួយចំនួនជាមួយនឹងមិត្តភ័ក្តិរបស់គាត់អញ្ចឹងយើងព្យាយាមអូសទាញតាមអ្វីដែលយើងអាចធ្វើទៅបានអញ្ចឹងគេហៅថាការបង្កើតនៅធនធានជូនទៅដល់ភូមិស្រុករបស់យើងបាទអញ្ចឹងនេះគឺជាអ្វីខ្ញុំចង់បានគឺស្នាដៃនៅក្នុងភូមិស្រុករបស់ខ្ញុំទឹកដីស្រុកកំណើតរបស់ប៉ាម៉ាក់របស់ខ្ញុំអញ្ចឹងទៅបាទហើយណាទៅថ្ងៃអនាគតបរាជ័យឬក៏ជោគជ័យតែខ្ញុំបានធ្វើរួចហើយនៅបានផ្ដល់គេហៅថាជូនតបស្នងសងគុណដល់ទឹកដីកំណើតហើយបាទអញ្ចឹងបានន័យថាបងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ប្រឡូកចូលនៅក្នុងដំណាក់កាលមួយទៀតបន្ទាប់ពីការងារ MC បាទបងបាទតើតើនឹងការងារ MC ក៏ចង់ដឹងតិចដែរបងប្រឡូកនៅក្នុងអាជីពនេះរយៈពេលប្រហែលហើយបងអាជីពមានន័យថាបើស្នេហ៍ជាអាជីពគុណខ្មែរជាអ្នកអត្ថាធិប្បាយកម្មវិធីបណ្ដាអត្ថាធិប្បាយនៅវិស័យកីឡា2018បាទកាលនោះខ្ញុំអត្ថាធិប្បាយ2017ខ្ញុំចូលអត្ថាធិប្បាយបណ្ដាដែលឡាយពីខាងក្រៅប្រទេសមកនៅស្ថានីយទូរទស្សន៍លេខ3អូតាំងមុនថោនទៀតនោះបាទមុននឹងទៀតបាទអញ្ចឹងគឺពេលនោះដែលខ្ញុំចូលអត្ថាធិប្បាយនៅស្ថានីយទូរទស្សន៍លេខ3ចប់ពីនោះឆ្នាំ2019អញ្ចឹង2017ខ្ញុំអត្ថាធិប្បាយនៅទូរទស្សន៍លេខ3យើងអត្ថាធិប្បាយបណ្ដាដែលឡាយមកពីខាងក្រៅផងបាទយើងក៏ជាអ្នកអានព័ត៌មានបាទខ្លីៗផងដែរពេលហ្នឹងចប់ពីហ្នឹងមកបងថូមីរាល់ថ្ងៃដែលគាត់ជាមេរបស់ខ្ញុំផ្ទាល់បាទអញ្ចឹងហើយគាត់ពេលនោះគាត់ឃើញពីគាត់ចាប់អារម្មណ៍យើងដែរអញ្ចឹងគាត់ក៏មានកម្មវិធីបណ្ដាលមួយនៅកោះពេជ្របាទអញ្ចឹងគាត់កម្មវិធីធ្វើបណ្ដាលតាមនោះនៅកោះពេជ្របាទពេលដែលគាត់ចាប់ដើមបើកបណ្ដាលដំបូងនោះថានេះគឺជាលើកដំបូងដែលទទួលថោនគាត់បើកបណ្ដាលបាទពេលនោះក៏គាត់ហៅខ្ញុំហ្នឹងគឺមកចូលរួមធ្វើជា MC បាទពេលខ្ញុំធ្វើជា MC បានរយៈពេល3ថ្ងៃហ្នឹងឯងអ៊ំទូកហ្នឹងបាទចប់ពីហ្នឹងទៅក៏ចប់ហើយមួយឆ្នាំទៅស្រាយទូរទស្សន៍គាត់មានកម្មវិធីជាបន្តទៀតអញ្ចឹងក៏គាត់ហៅខ្ញុំទៅជាបន្តអញ្ចឹងទៅជាប់នៅថោនហ្នឹងដែរបាទជាប់ហ្នឹងហើយក៏គាត់គេហៅថាឲ្យយើងជួយរៀបចំការប្រកួតរបស់កីឡាអញ្ចឹងទៅគាត់បដិបដាយើងបាទរហូតមកដល់ពេលបច្ចុប្បន្ននេះយើងបានកាន់កម្មវិធីច្រើនបាទហើយក៏យើងអាចរៀបចំកីឡាថ្ងៃមិនត្រឹមតែមិនត្រឹមតែជា MC ទេគឺទៅជា promoter ជាអីដែរឬក៏មិនដែរបាទបងរាល់ថ្ងៃនេះគឺបើនិយាយ promoter ខ្ញុំមិនមែនជា promoter មិនជា promoter បាទក៏ប៉ុន្តែបើសួរខ្ញុំជាអ្នករៀបចំកីឡាប្រកួតនៅទូទៅថតខ្ញុំជាអ្នករៀបចំបាទមានន័យថាយើងជាអ្នកគូកងសម្រាប់ការប្រកួតរបស់កីឡាករបាទហើយនឹងរៀបចំអ្នកណាប្រកួតអ្នកណាអញ្ចឹងណាជាអ្នកចាប់គូប្រកួតបាទប៉ុន្តែហើយក៏ជា MC បាទក្នុងដែរ ហើយបងស្រីបងអ្នករស់ស៊ីចាបងខ្ញុំអាជីវករខ្ញុំដឹងថាបងអ្នករស់ស៊ីចាហ្នឹងហើយអញ្ចឹងវាគេថាបងនិយាយពីសេដ្ឋកិច្ចវិញទប់គ្នាទាំងសងខាងហ្នឹងគឺទប់ហ្នឹងបងទប់គ្នាព្រោះសារកូនរៀន2អូបានសមិទ្ធផលរួមគ្នា2ដែរសមិទ្ធផលរួមគ្នាបាន2បាទអរគុណដល់ប្រិយមិត្តទស្សនិកជននេះគឺជាការបង្ហាញជូនមួយដែលខ្ញុំជឿថាបងប្អូនប្រហែលជាស្គាល់ហើយ MC វុធានៅលើសង្វៀនថោនពេលច្រើនគឺ MC វុធាតែងតែបង្ហាញនៅសម្លេងដ៏ក្រអួនក្រអៅក៏ដូចជាគេហៅថាប្រជាប្រិយភាពនៅលើសង្វៀនណាប៉ុន្តែរឿងនៅខាងក្រោយឆាកហ្នឹងគឺដូចជាគ្រូបង្ហាញវត្តមានជាគ្រួសារអីហ្នឹងក៏ខ្ញុំជឿថាប្រហែលជាអាចថាកម្មវិធីពលិកម្មគុណខ្មែរនឹងនាំឲ្យបងប្អូនបានស្គាល់បានកាន់តែច្រើនទៀតដែរតាក់ទងទៅនឹងវិស័យគុណខ្មែររាល់ថ្ងៃហើយបងជាអ្នកអត្ថាធិប្បាយផងដែរខ្ញុំជឿថាប្រហែលជាមានអីដើម្បីជាការចែកម្លែកឬក៏ជាបទពិសោធន៍របស់បងមើលឃើញនៅក្នុងវិស័យគុណខ្មែរណាបងអាចជួយលើកឡើងបន្តិចមកតែយើងមិនដែរសម្រាប់គុណខ្មែរយើងរាល់ថ្ងៃនេះហើយរហូតដល់បងមានជាកំណត់ក្នុងការបង្កើតក្លឹបបង្កើតអីជាដើមអញ្ចឹងបាទក្នុងនាមខ្ញុំជាអ្នកអត្ថាធិប្បាយមួយរូបដែរនៅក្នុងគុណខ្មែរនៅពេលបច្ចុប្បន្នតាមក៏ពិតគឺមានគេបញ្ចេញមតិយោបល់ច្រើនដែរតែបើសម្រាប់ខ្ញុំគិតថាมันមានអ្វីក្រៅអំពីការយើងរួបរวมគ្នាបាទខំធ្វើបន្ថែមខំផ្សព្វផ្សាយបន្ថែមបាទនឹងជំរុញបន្ថែមទៀតសម្រាប់កីឡាករទាំងបងប្អូនបាក់ក្រោមដូចជាបាទអ្នកដែលគាត់ល្បីហើយបាទបណ្ដុះអ្នកថ្មីនឹងជំរុញអ្នកចាស់ទៅបន្ថែមបាទអញ្ចឹងគឺជាចំណុចល្អបំផុតជៀសវាងនៃការយកជើងរៀនទៅហ្នឹងហើយ
បាទអញ្ចឹងយើងធ្លាក់ទាំងអស់គ្នាហើយនឹងយឺតចៅទាំងអស់គ្នា បាទ អញ្ចឹងគឺយើងដើរមកដល់ពេលបច្ចុប្បន្នហើយអ្វីយើងធ្វើមានតែយើងរួមគ្នាសាមគ្គីគ្នា បាទ បាទទាំងខាងប្រព័ន្ធផ្សព្វផ្សាយទាំងកីឡាកររបស់យើងបាទទាំងហៅថាសហព័ន្ធកីឡាប្រដាល់គុនខ្មែរទាំងលោកគ្រូបាទទាំងភាគីទាំងអស់ក៏ដូចជាខាងម្ចាស់ឧបត្ថម្ភកម្មវិធីនេះដែរយើងរួមគ្នាយើងខ្លាំងតែបើស្មារតីជាយើងបាទគេហៅថាសមាជិកទាំងអស់ធាតុទាំងអស់ដែលបើស្មារតីគាត់រៀនទឹកគឺយឺតយ៉ាវហើយនឹងអាចលេចទាំងអស់បាទប៉ុណ្ណឹងបាទជាការសំណូមពររបស់ខ្ញុំគឺចង់ឲ្យរួមគ្នាបន្ថែមទៀតបាទគឺកុំរាយបាទហើយមួយគឺកុំព្យាយាមនៃការវាយទម្លាក់បាទម្នាក់បាទឃើញកំហុសឆ្គងនិយាយដោយក្រមសីលធម៌និយាយដោយហៅថាបើកចំហទៅបាទអ្នកឯងគួរធ្វើយ៉ាងម៉េចអីយ៉ាងម៉េចបន្តហើយបងប្អូនកីឡាករគាត់ខិតខំបង្ហាត់បន្ថែមទៀតបាទព្រោះថាយើងមិនមានប៉ុណ្ណឹងទេយើងអាចនៅទៅមុខយើងអាចល្បីជាងហ្នឹងហើយក៏យើងអាចអន់ជាងហ្នឹងដែរបើស្មារតីយើងមិនប្រឹង បាទជួបជាមួយនេះដែរយើងក៏ឲ្យបងទាំងពីរនិយាយអំពីក្លឹបរបស់បងបន្ថែមទៀតថាមានអីផ្សព្វផ្សាយសម្រាប់បងប្អូនអ្នកនៅតំបន់នេះឥឡូវចាប់ដើមហើយក្លឹបធ្វើចិត្តហើយពួកគាត់ដែលត្រូវចូលមករៀនឬក៏មកសិក្សានៅនេះហ្នឹងត្រូវមានលក្ខខណ្ឌយ៉ាងម៉េចហើយដូចថាការមកសិក្សានៅនេះមិនការរស់នៅមិនតម្រូវមិនបងអាចទាំងបងស្រីក៏បានឬក៏បងក៏បានបច្ចុប្បន្នយើងធ្វើបាន 60% នៅជំនាញរបស់បងអញ្ចឹងគឺក៏ជាការស្នើសុំទៅដល់បងប្អូនដែលគាត់នៅចិត្តហ្នឹងដែរបាទឬមួយក៏បងប្អូនដែលគាត់នៅខេត្តឆ្ងាយក៏បានឲ្យអ្វីដែលសំខាន់ឲ្យតែគាត់មានបំណងច្បាស់លាស់ ថាមកចង់ហាត់គុនខ្មែរ គាត់ចង់មកហាត់បាទចង់ប្រកួតបាទឬមួយគេមនុស្សមានឆន្ទៈគាត់អាចមកបានបាទយើងទទួលប៉ុន្តែលក្ខខណ្ឌនៃការទទួលនោះបាទព្រោះកីឡាគឺមិនមែនជាកីឡារត់ប្រណាំងឬមួយក៏កីឡាសម្ដែងទេបាទវាជាកីឡាប្រយុទ្ធបាទអញ្ចឹងគឺយើងត្រូវការមានរើសកាយសម្បទារើសអាយុកម្ពស់បាទទម្ងន់បាទគឺទៅតាមគេហៅថាទៅតាមស្តង់ដារដែលយើងបានកំណត់ព្រោះថាបើមិនអញ្ចឹងទេគឺអត់ចុះលើអាចបញ្ជាក់បានថាអាយុចាប់ពីប្រហែលទៅទម្ងន់ប្រហែលបានជាធម្មតាគឺអាយុចាប់ពី25ឆ្នាំឡើងលើយើងអត់ទទួលទេអូបាទតែបើស្រាវជ្រាវកីឡាហ្នឹងគឺគាត់ជាកីឡាចាស់ហើយដែលគាត់ធ្លាប់ហាត់កាលពីមុនគាត់ធ្លាប់ប្រកួតកាលពីមុនហ្នឹងនៅអត់អីគាត់អាចនៅវាយបានជាធម្មតាអាហ្នឹងគឺយើងអាចទទួលគាត់តែភាគច្រើនសិតតែមកពីក្លឹបគេដែលឡើងចឹងថាហ្នឹងគឺអ្នកដែលអាយុចាប់ពី25ឡើងឬក៏ក្នុងចន្លោះហ្នឹងណាបាទប៉ុន្តែបើស្រាវជ្រាវបងប្អូនដែលថ្មីមិនទាន់ចូលគាត់ហាត់តែម្ដងលើសពី25គឺយើងជ្រាបព្រោះដោយសារគេឆ្អឹងរបស់គាត់ក៏ពិបាកបាទហើយការវឹកហាត់របស់គាត់ក៏ពេលខ្លះក៏គាត់អត់ទទួលបានយ៉ាងវឹកហាត់ពីក្មេងគឺអាចរឹងបាទហើយកម្ពស់ក៏ដូចគ្នាដែរកម្ពស់ឲ្យសមសមាមាត្រជាមួយនឹងគីឡូរបស់គាត់ដែរអ្នកខ្លះចឹងទៅឧទាហរណ៍កម្ពស់គាត់1.7ទេគីឡូគាត់18អីយើងយកមិនកើតគីឡូផែខ្ញុំឯងបានទេខ្ញុំវ័យទៅ18តាបាទ8ដែរអញ្ចឹងថាហ្នឹងគឺយើងហាត់អត់បានទេបានទេដោយសារគេយើងចាយពេលយូរបងចាយពេលយូរហើយវ័យយើងជ្រេទៀតវ័យយើងជ្រេពេកអញ្ចឹងគឺប្រហែលឆ្នាំទៀតយើងហាត់ហើយឧទាហរណ៍ចូលរវល់មក2ឆ្នាំចូលរវល់មកអញ្ចឹងគេថាយើងចាយពេលអត់ត្រូវបាទអញ្ចឹងហើយគាត់អាចទៅរកមុខរបរផ្សេងតែបើសម្រាប់បងប្អូនដែលគាត់ឆ្អឹងឆ្អែងល្អគាត់មានឆន្ទៈល្អអូខេអត់អីបាទហើយតើតើនឹងលក្ខខណ្ឌនៃការមកស្នាក់នៅអីនេះអីស្នាក់នៅកន្លែងនេះគឺអត់ធំទេតូចដែរតែអាចជាសភាពល្អដែរបាទគេហៅថាអំណោយផលទៅដល់សុខភាពបាទបន្លែបកាត្រីសាច់បាទឬមួយក៏ការស្នាក់នៅអីមើលទៅមានផាសុខភាពដោយសារអត់ប៉ះជាមួយនឹងផ្សែងពុលហើយក៏អត់មានប៉ះជាមួយនឹងសារធាតុគីមីច្រើនគឺច្រើនគឺនៅនេះតែការហូបចុកគឺបែបអ្នកចំការបាទអញ្ចឹងអ្នកចំការគាត់មានអីដូចនៅជុំវិញខ្លួនយើងហ្នឹងមានតបែកមានពោតមានល្ងមានល្ហុងបេះបានហើយបេះបានជុំវិញហ្នឹងបេះបានជុំវិញពោតដីខ្ញុំអត់អីដីបាខ្ញុំមិនមែនដីខ្ញុំហើយណាមួយគាត់មានដាំស្វាយដាំអីគឺផ្លែឈើមានច្រើនមុខអ្នកចការមានច្រើនមុខបាទហើយដូចថៃអីចឹងគឺនៅខាងក្រោយហ្នឹងគឺមានបឹងមានអីដែរហើយបងប្អូនប្រជានេសាទនៅកន្លែងនេះគាត់នេសាទយកមកលក់យកអីហើយអត់ថ្លៃទេអញ្ចឹងបានកន្លែងហ្នឹងហើយដែលជាសក្តានុពលមួយខ្ញុំអត់សូវមានទុនធានតែខ្ញុំអាចឆ្នៃអ្វីដែលយើងកំពុងអត់ហ្នឹងយើងអាចបង្កើតបានដោយសារគេការចំណាយរបស់យើងគឺអត់សូវខ្ពស់ដូចនៅទីក្រុងបាទមួយទៀតគឺយើងអត់បានជួលជាមួយនឹងទីតាំងដីទេយើងអត់បានថ្លៃជួលទេអញ្ចឹងយើងអត់តែថ្លៃអ្វីដែលនេះគឺទឹកថ្លៃភ្លើងហើយនឹងផ្គត់ផ្គង់ទៅនឹងការហូបរបស់ពួកគាត់បាទអញ្ចឹងគឺកត្តាចាំបាច់គឺយើងអាចមាន3ហ្នឹង
បាទហើយកតាស្នាមសង្កូវអីគឺមិនតិចតួចចឹងទៅបាទប៉ុន្តែសម្រាប់ការជួលអាគារជួលអីគឺយើងអត់ទេព្រោះដោយសារតែកន្លែងនេះគឺជាដីតាមផ្ទាល់ហើយការហូបចុកផ្សេងហ្នឹងក៏គេហៅថាវាអត់សូវថ្លៃបាទដូចត្រីអីថ្ងៃមុនអីគឺកាលមកជាមួយគាត់មកលេងអញ្ចឹងគឺបងប្អូនឲ្យគាត់យកមកអញ្ចឹងគាត់នេះនៅផ្លូវខាងមុខនេះតែគេរកបានគេដើរមកគេស្រែកឲ្យបងទិញត្រីអត់បាទហើយអញ្ចឹងត្រីថ្ងៃមុនម៉ៅគេឡើងមកធុងមកអត់តែប្រហែលតែ 20000 ហើយត្រី 6-7 គីឡូអរគុណបាទទាំងស្រួលបាទស្រួលមានតែស្រួលនៅក្នុងការទទួលទានបាទយើងអាចចំណាយតិចសម្រាប់ការហូបចុកអញ្ចឹងហើយបាទយើងអាចរត់រួចព្រោះដោយសារតែដូចជំរាបប្រាប់ហ្នឹងថាបើយើងខ្ញុំទាំងពីរមិនមែនជាអ្នកមានធនធានទេបាទតែយើងធ្វើយ៉ាងម៉េចក៏ដោយឲ្យចំណាយហ្នឹងគឺវាកាត់បន្ថយបានតិចប៉ុន្តែយើងកាត់បន្ថយចំណាយតិចយើងមិនមែនអត់គុណភាពទេយើងត្រូវការសិទ្ធិមានគុណភាពដូចគ្នាបាទបាទអរគុណបងវុធាហើយនឹងបងស្រីមុននឹងបញ្ចប់ខ្ញុំគិតថាយើងបានជជែកគ្នាច្រើនដែរដឹងពីក្លឹបពីអីក៏ច្រើនដែរអញ្ចឹងមុននឹងបញ្ចប់ខ្ញុំមានផលិតផលវិហុបមួយកញ្ចប់បាទបងបាទដែលជាការគ្រប់គ្រងពីក្រុមហ៊ុន VY Plus បាទហើយនឹងមានវិហុបមួយកញ្ចប់ដែរដើម្បីជូនអញ្ចឹងមិនដឹងថាបងទាំងពីរមានតម្រូវការដូចតែឈឺសន្លាក់ឈឺសរសៃឬអីប៉ុន្តែបើពុកឬក៏ពុកបងឬអីក៏ត្រូវដែរអញ្ចឹងណាបាទវិហុបនេះគឺទាក់ទងនឹងឈឺសន្លាក់សរសៃឡើងអាស៊ីតអូបាទបាទប៉ាត្រូវអញ្ចឹងប៉ាត្រូវហើយនេះបញ្ចុះជាតិស្ករវិហុបនេះបញ្ចុះជាតិស្ករបាទអូម៉ាក់ក្មេកដល់គាត់ឡើងជាតិស្ករបងអញ្ចឹងយើងមានហើយភ្ជាប់ជាមួយគ្នាមានថវិកាជូនបងតិចតួចដោយសារយើងមកខុសគោលដៅអញ្ចឹងទៅជួបជាប់ជាមួយថវិកា 50000 ដែរដើម្បីជូនបងអរគុណអញ្ចឹងបងស្រីអ្នកទទួលចាអរគុណច្រើនបងអរគុណច្រើនបងចាបាទអញ្ចឹងអរគុណមែនទែនហើយបងមានអីបន្ថែមទៀតទេដូចជាអស់ហើយបងសួរច្រើនដែរអញ្ចឹងណាមួយគឺដូចបានបោះបាយដែរបាទអញ្ចឹងជាចុងក្រោយសូមអរគុណបងទាំងពីរម្ដងទៀតបងណាហើយនឹងសូមអរគុណដល់ប្រិយមិត្តទូននិកជនផងដែរថ្ងៃនេះបានមកដល់ក្លឹបលោកគ្រូបង MC វុធាតាមឈ្មោះពេញដូចជួបវុធាអញ្ចឹងបងបាទហើយជាទីតាំងថ្មីដែលនៅស្រុកគៀនស្វាយខេត្តកណ្ដាលមែនតើទៅបើយើងនិយាយមកពីកោះកបីមកពីស្ពានប្រៃសំរោងបាទប្រហែលជាតុង7-8 គីឡូហ្នឹងហើយតែមកតាមហ្នឹងវិញបាទអ្នកខ្លះថាគៀនស្វាយទៅផ្លូវជាលេខ1អញ្ចឹងណាមែនទេនេះគៀនស្វាយក្នុងហ្នឹងគៀនស្វាយដងទលេភាសាបាទនៅនេះគឺទលេភាសាអញ្ចឹងបាទហ្នឹងហើយមកតាមហ្នឹងហើយបងប្អូនអ្នកនៅតំបន់នេះចង់ហាត់ក្បាច់គុណចង់ហាត់គុណដើម្បីប្រឡូកនៅក្នុងវិស័យគុណខ្មែរដូចបានជំរាបមិញអញ្ចឹងអាចមកតាក់ទងឬក៏អាចតាក់ទងបងតាមណាដើម្បីខាញ់បងប្អូនអត់អីបងតាក់ទងខ្ញុំក៏បានដែរតែគាត់ថាដោយសារពេលខ្លះខ្ញុំរៀងរវល់ច្រើនដែរអញ្ចឹងហើយអត់បានទទួលរៀងយឺតយ៉ាវបាទតែពេលដែលអត់តែឥឡូវខ្ញុំមាន page ដែរអាចផ្ដល់លេខទូរស័ព្ទឬក៏អីបងប្អូនយើងតាក់ទងបាទលេខទូរស័ព្ទនេះគឺបើសម្រាប់លេខខ្ញុំហ្នឹង092 29 29 24នេះជាលេខរបស់ខ្ញុំផ្ទាល់បាទតិចទៀតគឺអាចខ្ញុំនឹងពេលដែលបង្កើតក្លឹបនេះរួចរាល់ 100% ខ្ញុំនឹងដាក់លេខលោកគ្រូនៅហ្នឹងបាទដែលគាត់ប្រចាំហ្នឹងទៅងាយស្រួលក្នុងការតាក់ទងគ្នាព្រោះដោយសារពេលខ្លះវាមានច្រឡំហោងច្រើនដោយសារតែខ្ញុំរវល់ខ្ញុំអត់បានមើលទូរស័ព្ទបាទអរគុណបាទបងបាទអរគុណបាទយើងសូមធ្វើការបញ្ចប់កម្មវិធីយើងតាមតែប៉ុណ្ណេះហើយអរគុណបងទាំងពីរហើយនឹងអរគុណប្រិយមិត្តទូនិកជនយើងទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានពីដើមរហូតដល់ចប់ហើយតាក់ទងទៅនឹងព័ត៌មានបងជួបវត្ថាក៏ដូចជាក្លឹបរបស់គាត់បងប្អូនអាចតំណងតាមការលើកឡើងវិញអញ្ចឹងលេខទូរស័ព្ទមិញណាបាទហើយក៏ដូចជា page វ័យតែឈ្មោះ MC វុធាទៅឃើញហើយច្រើនណាដូចនឹងបានអាកោតអត់ទេបង page ខ្ញុំគឺមានតែ2ទេបងអញ្ចឹងហ៎បាទ page ខ្ញុំមានតែ2ទេតែក្រៅពីនោះគឺអត់ដឹងទេបងបាទអូខេបងអញ្ចឹងអរគុណណាបងណាអូខេបងបាទសូមអរគុណបាទសូមគ្រប់លាជួយទូនិកជនបាទពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពេញសុខភាព VHOPE ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព VHOPE ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេច Media អ្នកឯកទេសថតរូបនិងថតវីដេអូអាពេច Media ច្នៃប្រឌិតគ្មានដែនកំណត់